សូមបញ្ជាក់ថាបាទជនរំសាយដែលសមាជិកស្រាវជ្រាវvàសហការជាមួយនឹងបាទកម្លាំងបាទខណ្ឌមានជ័យខណ្ឌកំពូលនិងខណ្ឌពោធិ៍ជ័យបាទបង្ក្រាបបានបាទចំនួន3ករណីផ្សេងគ្នាបាទក្នុងនោះក៏មានករណីប្លន់2ករណីផ្សេងគ្នាបាទនិងបាទជាមនុស្សបាទដល់ប្រទៅដល់ចិត្តចំនួន2នេះបាទពេលវត្ថុតាងដែលសមាជិកបាទធ្វើការបង្ហាញក៏ដូចជាជនរំសាយបាទសរុប7លានហ្នឹងបាទក្រោយពេលសមាជិកធ្វើការបង្ហាញពីក្រោយបាននឹងមកបញ្ជូនទៅកាន់សាលាបរិយាដើម្បីចាត់ការតាមនីតិវិធីផងដែរបាទហើយពេលបង្ហាញមករួចបាទសមាជិកបញ្ជូនបាទតាមរថយន្តបាទព្រមទាំងបាទប្រស្រាលទៅកាន់បាទសាលាបរិយាដើម្បីចាត់ការតាមច្បាប់បាទ